តាមពិតទៅហ៊ានគាត់ចង់ការពារទឹកដីក៏ប៉ុន្តែអត់មានបទបញ្ជាពីលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតគាត់មិនអាចទៅការពារទឹកដីបានឃើញទេអានោះជាមូលហេតុដែលបាត់ភូមិជោគជ័យនិងភូមិព្រៃច័ន្ទហើយខ្ញុំយល់ថាភូមិជោគជ័យនិងភូមិព្រៃច័ន្ទនឹងคล้ายទៅជាភូមិលោកហេងសំរិនទី2ហើយនឹងคล้ายទៅជារឿងនីតិហើយនៅបាត់នៅពេលអនាគតហើយมันអាចទៀមមកបានហេតុនឹងហើយទៅជាគាត់មិនបញ្ជាឲ្យបាញ់ទៅវិញប៉ុន្តែខ្ញុំដូចខ្ញុំថាអញ្ចឹងមិនដែលមានប្រទេសណាគេឲ្យទៅហ៊ាននឹងអត់ធ្មត់រហូតដល់ឲ្យគេបាញ់ហើយចាំរួងក្របហ្នឹងហើយមើលកន្លែងណាធ្លាក់ក្របហ្នឹងទៅយកអណ្ដៅក្របហ្នឹងដើម្បីយកជាផុសតាងទៅប្តឹងអន្តរជាតិនោះទេបាទអាហ្នឹងគឺមិនអាចការពារទឹកដីរបស់ខ្លួនបានទេហើយថៃនឹងរំលោភបំពានមកបន្ថែមទៀតហើយយើងឃើញថាដោយសារការអត់ធ្មត់នេះការក្រត់ការអត់ធ្មត់ការដែលសូត្រធัวបាត់ឈប់បាញ់នឹងចាស់ទុំហ្នឹងយើងឃើញថាវាធ្វើឲ្យថៃរំលោភបំពានមកលើទឹកដីខ្មែរយើងជាបន្តបន្ទាប់ភូមិជោគជ័យនិងភូមិព្រៃច័ន្ទហ្នឹងមិនមានបាត់នៅពេលបាញ់គ្នាណាគឺក្រោយបាញ់គ្នាក្រោយបាញ់គ្នាលោកហ៊ុនសែនលោកហ៊ុនម៉ាណែតប្រាប់ថាកុំឲ្យបាញ់តបណាដល់កុំឲ្យបាញ់តបអញ្ចឹងថៃមករៀនមកឡាលុះយកភូមិព្រៃច័ន្ទនិងភូមិជោគជ័យហ្នឹងក្រោយបាញ់គ្នាណាទាហានយើងមិនហ៊ានតបតអីដោយសារតែទទួលបទបញ្ជាអញ្ចឹងមានដកថយណាអញ្ចឹងមានថាលោកហ៊ុនសែនលោកហ៊ុនម៉ាណែតហ្នឹងមិនបានបញ្ជាឲ្យដកថយមែនលោកហ៊ុនម៉ាណែតគាត់ថាគាត់អត់បានបញ្ជាដកថយក៏ប៉ុន្តែនៅពេលថាបញ្ជាថាអ្នកឯងក៏បាញ់បើសិនជាគេចូលមកដោយអាកន្លែងចំតែអញ្ចឹងនៅសង50ម៉ែត្រគេបាញ់គាត់មិនរត់ដូច្នេះមិនឲ្យបាញ់ហ្នឹងឯងមិនឲ្យតបតហ្នឹងឯងមិនគាត់រត់ហ្នឹងមានថាដូចបញ្ជាឲ្យដកតបចឹងឯងឲ្យដកថយចឹងឯងកាលណាដកថយឃើញទេគេយកបានភូមិព្រៃច័ន្ទនិងភូមិជោគជ័យរហូតដល់គេវាយប៉ុស្តិ៍យោធារបស់យើងមួយចោលហើយនៅវាយកំទេចផ្ទះប្រជាប្រដ្ឋមួយចំនួនហើយមួយចំនួនទៀតអត់បានវាយទេហើយម្ដេចប្រជាប្រដ្ឋយើងចេញពីភូមិកំហុសរបស់នរណាគេកំហុសរបស់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតហើយទើបបាត់ភូមិជោគជ័យនៅភូមិព្រៃច័ន្ទហើយរហូតដល់ពេលនេះប្រជាប្រដ្ឋបែរជាទៅការពារផ្ទះសម្បែងការពារដីធ្លីខ្លួនឯងជំនួសទាហានដែលមានកាតព្វកិច្ចការពារទឹកដីហើយជំនួសរដ្ឋាភិបាលទៅវិញតាមពិតទាហានគាត់ចង់ការពារទឹកដីក៏ប៉ុន្តែអត់មានបទបញ្ជាពីលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតគាត់មិនអាចទៅការពារទឹកដីបានឃើញទេអានោះជាមូលហេតុដែលបាត់ភូមិជោគជ័យនិងភូមិព្រៃច័ន្ទហើយខ្ញុំយល់ថាភូមិជោគជ័យនិងភូមិព្រៃច័ន្ទនឹងคล้ายទៅជាភូមិលោកហេងសំរិនទី2ហើយនឹងคล้ายទៅជារឿងនីតិហើយនៅបាត់នៅពេលអនាគតហើយมันអាចទៀមមកបានទេគឺ99%បាត់ហើយបាទបើលើកលែងតែដាក់សំណុំរឿងភូមិព្រៃច័ន្ទនិងភូមិជោគជ័យហ្នឹងទៅក្នុងសំណុំរឿងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ជាមួយសំណុំរឿងទាំង4ប៉ុន្តែខ្ញុំមើលទៅលោកហ៊ុនសែនលោកហ៊ុនម៉ាណែតបានដាក់សំណុំរឿងហ្នឹងចូលទៅក្នុងសំណុំរឿងប្តឹងទៅ ICJ ទេហើយបើចរចាធ្វើភាគីរឿងឯថៃគេឲ្យគេគ្រប់គ្រងហើយណាហើយគេបានធ្វើផ្លូវមិនស្អីមិញឃើញគេជួសជុលផ្លូវឯនៅភូមិព្រៃច័ន្ទហ្នឹងហើយកន្លងមកបានដំឡើងបង្គោលភ្លើងណាគេបានសាងសង់ត្រង់សេគេកំពុងតែអីគេកំពុងតែផ្ដល់ប្លង់រឹងទៅដល់ប្រជាប្រដ្ឋគេអាហ្នឹងស្ទើរថាអង្គវាខ្លាយទៅជាបាយហើយបើសិនជាគាត់ដោះស្រាយមិនចេញលោកហ៊ុនសែនលោកហ៊ុនម៉ាណែតណាជាពិសេសលោកហ៊ុនសែនណាគាត់ប្រកាសជាកាត់ភូមិជោគជ័យភូមិព្រៃច័ន្ទទៅឲ្យថៃដូចដែលគាត់កាត់ទឹកដីខ្មែរយើងនៅតាមព្រំដែនទៅឲ្យប្រទេសវៀតណាមកន្លងមកអញ្ចឹងឯងហើយអ្នកណាដែលហ៊ានប្រឆាំងរិះគន់នៅរឿងហ្នឹងគាត់ចឹងចាប់ដាក់គុកដូចដែលគាត់ចាប់ដាក់គុកអ្នកណាដែលប្រឆាំងរឿងកាត់ទឹកដីឲ្យទៅវៀតណាមតាមទីសញ្ញាពេញថៃឆ្នាំ2005ដែលធ្វើតាមយកតាមទីសញ្ញាឆ្នាំ1985សម័យយួនទូត្រាដែលគាត់គម្រាមស្ដេចថាបើសិនជាស្ដេចមិនឡាយផុសលេខាទៅលើទីសញ្ញាពេញថៃឆ្នាំ2005ហ្នឹងទេគាត់នឹងដូររបបពីរបបរាជានិយមទៅជារបបសាធារណរដ្ឋទេដូច្នេះគាត់នឹងធ្វើអញ្ចឹងហើយអ្នកកសែតណាដែលរាយការណ៍ពីការបាត់បង់ទឹកដីគាត់នឹងចាប់ដាក់គុកហើយប្រជាប្រដ្ឋណាដែលតវ៉ាថាគាត់បាត់ទឹកដីហ្នឹងទៅប្រទេសថៃគាត់នឹងចាប់ដាក់គុកដូចដែលគាត់ចាប់ដាក់គុកហើយនឹងគម្រាមកំហែងសម្រាប់ប្រជាប្រដ្ឋណាដែលតវ៉ាថាបាត់ដីស្រែចម្ការទៅខាងប្រទេសវៀតណាមនៅពេលបោះបង្គោលអញ្ចឹងណាអាហ្នឹងនៅពេលអនាគតវាអាចអញ្ចឹង